dương chưa ngầu là hai ấy dương sai vấn đề cho cam tới khmiên nè na chloi tọp he khmiên nè na xua nom vì cả sai vấn đề cho cam bỏ dương sao bà tờ bô một phốt muốn làm sai vấn đề cho cam dương rơ ở khơi thìបញ្ហាតេតិជនសិនបាទយើងផ្សាយឲ្យអតិថិជនគោលដៅទី1ស្គាល់អតិថិជនគោលដៅនឹងជាអ្នកណាគាត់ចង់បានអីនេះជារឿងសំខាន់បន្ទាប់មករើបញ្ហាគាត់ឲ្យឃើញថាតើបញ្ហាអតិថិជននៅកន្លែងណាបញ្ហាអតិថិជនមានតែពីរទេគឺពេលវេលាហើយនិងគុណភាពបាទបន្ទាប់មកទៀតបានយើងសិក្សាពីតម្រូវការអតិថិជនហើយយើងសិក្សាពីដៃគូប្រកួតប្រជែងហើយបានយើងរៀបផលិតផលយើងឲ្យល្អជាងដៃគូប្រកួតប្រជែងនៅគុណភាពនិងពេលវេលាបាទហើយពេលវេលាហ្នឹងមានន័យថាម៉េចពេលវេលាឧទាហរណ៍ថាដៃគូប្រកួតប្រជែងយើងផលិតផលហ្នឹងគឺពេលកំងគេធ្វើមួយថ្ងៃបានធ្វើហើយយើងធ្វើម៉េចឲ្យលឿនជាងគេបន្តិចមានន័យថាគេ8ម៉ោងយើងនៅ6ម៉ោងធ្វើបានអាហ្នឹងថាល្អជាងគេពេលវេលាល្អជាងគេហើយរបស់ខ្លះគេទុក10ថ្ងៃបាននឹងយើងបានពី10ថ្ងៃឯប្រើប្រាស់វិញឲ្យលឿនឲ្យយូរជាងដៃគូប្រកួតប្រជែងពេលវេលាមាន2នៅពេលដែលកំងឲ្យលឿនជាងគេលឿនជាងដៃគូប្រកួតប្រជែងឯប្រើប្រាស់ឲ្យយូរជាងដៃគូប្រកួតប្រជែងឯគុណភាពទី2គុណភាពឲ្យល្អជាងដៃគូប្រកួតប្រជែងបើយើងយល់3នេះហើយការផ្សាយពាណិជ្ជកម្មយើងគឺមានប្រសិទ្ធភាពខ្ពស់ហើយអញ្ចឹងអតិថិជនគោលដៅគឺគាត់ចង់បាន3ហ្នឹងទីចង់បានទី1គឺ3គឺពេលវេលាកំងឲ្យលឿនជាងដៃគូប្រកួតប្រជែងផលិតឲ្យឆាប់ជាងកំងឲ្យឆាប់ជាងដៃគូប្រកួតប្រជែងប្រើប្រាស់ឲ្យយូរជាងគុណភាពឲ្យល្អជាងបាទបន្ទាប់មកយើងវាយធានាបើសិនណាជាយើងធ្វើមិនបានដូចអ្វីដែលយើងថាហ្នឹងហើយយើងសងលុយប្រាក់3ដងទៅអតិថិជនគោលដៅដែលគាត់បានទិញអញ្ចឹងអតិថិជនគាត់បារម្ភខ្លាចរបស់យើងអន់ជាងដៃគូប្រកួតប្រជែងគុណភាពនិងពេលវេលាបើយើងល្អជាងដៃគូប្រកួតប្រជែងណានិងគុណភាពនិងពេលវេលាហើយយើងការ៉ង់ទីនៅពេលដែលធ្វើមិនបានយើងសងលុយគាត់3ដងហ្នឹងហើយនោះហើយអ្វីដែលគាត់ចង់បានបើសិនណាជាយើងយល់ពីនីតិវិធីទាំងប្រមាណដែលខ្ញុំរៀបរាប់ហ្នឹងគឺការផ្សាយពាណិជ្ជកម្មយើងគឺមានប្រសិទ្ធភាពហើយប្រសិនណាបើយើងលក់អនឡាញអតិថិជនគាត់មើលអត់ឃើញទេអាហ្នឹងវាមានរឿងពីរធ្វើ content ឲ្យបានល្អទី1 content ហ្នឹងតាក់ទងរូបភាពយើងច្បាស់វីដេអូយើងល្អអាហ្នឹង content ហើយមួយទៀតហៅ copywriting គឺដាក់អត្ថន័យរបស់វាចំណងជើងឲ្យគេចាប់អារម្មណ៍ហើយវាយចំណុចទាំងប្រមាណដូចខ្ញុំនិយាយហ្នឹងវាយគឺយើងប្រៀបធៀបយើងនឹងដៃគូមានន័យថាគុណភាពពេលវេលាដៃគូយើងនិយាយថាមួយថ្ងៃ8ម៉ោងតែយើង6ម៉ោងហ្នឹងទុកបាន10ថ្ងៃយើងពី10ថ្ងៃអាហ្នឹងដែលជាភាពខុសគ្នារវាងយើងនិងដៃគូគុណភាពយើងល្អជាងដៃគូហើយបើធ្វើមិនបានយើងធានាសងលុយគាត់វិញនេះហើយជាបើយើងធ្វើអនឡាញអានេះក៏គេចាប់អារម្មណ៍ខ្លាំងដែរហើយអោសឡាញទៅជួបអតិថិជនគោលដៅផ្ទាល់ក៏និយាយបែបហ្នឹងដែរអញ្ចឹងការផ្សាយរបស់យើងទៅជួបអតិថិជនទាំងអនឡាញនិងអោសឡាញគឺមានប្រសិទ្ធភាពខ្ពស់ហើយបាទអរគុណច្រើនបាទ